អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាទាក់ទងនឹងការconfigure LAN IP ទៅឲ្យ user នៅលើ NAT cell អញ្ចឹង NAT cell វាស្តៀងទៅនឹងPA Panoramic ដូចគ្នាអញ្ចឹងដើម្បី configure បានគឺយើងធ្វើការចូល policy route បន្តមកទៀតយើងចូលត្រង់ routing route ហ្នឹងគឺយើង policy route គឺយើងធ្វើការ add បាទអញ្ចឹងយើងធ្វើការ add អូខេដោយសារនេះថ្មីអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺ policy name គឺយើងដាក់ឈ្មោះហើយនឹងpolicy priority ហ្នឹងគឺយើងដាក់ចំនួនលេខរៀងហើយ protocol standard គឺយើងជ្រើសរើសយក IPv4 ដែលប្រភេទ user type ហ្នឹងគឺយើងយក ND អូខេអញ្ចឹង this time group និង comment ហ្នឹងគឺយើងបាច់ធ្វើអីទាំងអស់យើងធ្វើការជ្រើសរើសកន្លែង source address list ដែលយើងចូលអឺចំនួន hh/n ដែលជាចំនួន IP ហើយយើងធ្វើការបញ្ចូល IP នៅត្រង់នេះឧទាហរណ៍ថា IP របស់យើង 172.16.17.1 អូខេអញ្ចឹងយើង scroll មកក្រោមaction នេះគឺចំនួន NAT switch soft switch ហើយនិង hard switch នេះគឺ default គឺយើងយក soft switch ហើយត្រង់កន្លែង NAT នេះគឺយើងជ្រើសរើស NAT ធម្មតាហើយនៅខាងស្ដាំដៃយើងជ្រើសរើស outgoing line ដែលជា line នេះគឺយើងធ្វើការរើស IP ណាដែលយើងចង់ NAT public មួយណាដែលយើងចង់ NAT ទៅឲ្យ IP private ឧទាហរណ៍ថាខ្ញុំមាន IP ច្រើននៅក្នុងនោះដែលខ្ញុំធ្វើការ configure អញ្ចឹងឧទាហរណ៍ថា IP កន្ទុយ41នឹងមួយខ្ញុំធ្វើការ NAT អូខេអញ្ចឹងខ្ញុំធ្វើការ apply នៅក្នុង save កន្លែងហ្នឹងមកគឺខ្ញុំនឹងបាន IP មួយដែល private មួយដែលមាន IP 172.16.17.1 mapping ទៅ public IP កន្ទុយ44ឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់ថា test អូខេអញ្ចឹង priority ខ្ញុំដាក់ថាលេខរៀងហ្នឹងគឺខ្ញុំដាក់ថា102 24ឬក៏អ្នកទាំងគ្នា24 25ហើយមកខ្ញុំដាក់1001អូខេអញ្ចឹងលេខ1នេះខ្ញុំដាក់ឲ្យស្មើនឹងលេខ1របស់ IP របស់ខ្ញុំហើយខ្ញុំចុចធ្វើការចុច save អូខេអញ្ចឹងទាក់ទងនឹងការ add IP គឺមានតែប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាបើសិនជាមានចំណុចកន្លែងណាអាចធ្វើការ comment ខាងក្រោមវីដេអូដើម្បីខ្ញុំនឹងធ្វើការ feedback សម្រាប់បញ្ហាផ្សេងៗអរគុណជួបគ្នានៅវីដេអូក្រោយ